បាទក្រោយ7ថ្ងៃត្រាំបានចេញជាមេអមបងប្អូនបាទបោះពេលហាស់បើវាត្រាំ 3.5 ទៅដល់ 4 គឺត្រូវស្តង់ដារណាបងប្អូនបាទហើយនេះមេជីនេះយើងអត់តន់យកទៅប្រើប្រាស់បានដូចជាស្រោចដំណាំឬក៏បាញ់លើស្លឹកណាបងប្អូនយើងយកទៅត្រាំបន្តទៀតជាមួយស្ករគ្រូង1 គីឡូទៅឬក៏ចេកឬក៏ល្ហុងអីហ្នឹងយើងបូក100 លីត្រទឹកទៅជាមិនន័យថា1 លីត្ររបស់វាបូកនឹងស្ករគ្រូងបូកចេកបូកអីនេះយើងអាចលាយចេញជាជីហ្នឹងខ្ទង់100 លីត្រជីបងប្អូនបាទនេះមេអមបងប្អូនចេកនេះជំវិញខ្លួនយើងងាយស្រួលរកបាទសូមរៀបលាយើងធ្វើជាជីធម្មជាតិជីសរីរាង្គបាទនេះពណ៌វាល្អ